ជំរាបសួរបងប្អូនទាំងអស់គ្នាបាទនៅក្នុងវីដេអូនេះខ្ញុំនឹងចែករំលែកជូនបងប្អូនអំពីរបៀបបដូរឈ្មោះ page បាទហើយការធ្វើវីដេអូនេះរបស់ខ្ញុំនៅពេលនេះគឺខ្ញុំបដូរឈ្មោះ page នៅលើ computer របស់ខ្ញុំបាទហើយបងប្អូនដែលធ្វើនៅលើទូរស័ព្ទបាទគឺយើងគ្រាន់តែចូលទៅតាមជ្រោមមកហើយយើងបាទធ្វើវាទៅជា desktop size មកគឺទម្រង់ដូច computer ហើយកន្លែងនេះសង្ឃឹមថាបងប្អូននឹងយល់ទាំងអស់គ្នាបាទអញ្ចឹងឥឡូវយើងចាប់ផ្ដើមទៅបដូរឈ្មោះ page ទាំងអស់គ្នាបាទនៅក្នុងនេះគឺជា home feed របស់ Facebook បាទអញ្ចឹងខ្ញុំចូលទៅ profile page របស់ខ្ញុំសិនបាទនេះ page ដែលខ្ញុំចង់បដូរឈ្មោះគឺមួយនេះបងប្អូនបាទអញ្ចឹងគឺការបដូរឈ្មោះ page នេះបងប្អូនមិនមែនស្ថិតនៅក្នុង profile របស់ admin ទេគឺស្ថិតនៅក្នុងមើលកន្លែងនេះត្រូវតែស្ថិតនៅក្នុង profile របស់ page ដែលយើងចង់បដូរបាទហ្នឹងហើយបងប្អូនអាកន្លែងនេះខ្ញុំសូមបញ្ជាក់បន្ថែមបន្តិចថាបើសិនជាយើងចង់បដូរ page ឈ្មោះមួយណាគឺយើងត្រូវតែចូលទៅក្នុង profile នៃ page មួយហ្នឹងអាកន្លែងនេះណាខ្ញុំចង់សង្កត់ធ្ងន់ទៅបងប្អូនអញ្ចឹងឯងបាទបើយើងចង់បដូរឈ្មោះ page មួយនេះគឺយើងចូល switch ទៅ profile នៃ page មួយហ្នឹងសិនទើបយើងចូលទៅក្នុង setting របស់ page មួយហ្នឹងហើយយើងអាចបដូរឈ្មោះ page មួយហ្នឹងទៅបាទអញ្ចឹងស្ថិតនៅក្នុងហ្នឹងហើយបាទនៅពេលដែលយើងចូល profile អញ្ចឹងហើយបងប្អូនចូលចុចលើកន្លែងហ្នឹងទៀតដើម្បីបាទចូលទៅក្នុង setting and privacy បាទអញ្ចឹងខ្ញុំចុចលើវាប៉ក់អញ្ចឹងមកបាទហើយ setting បាទបន្តទៀតហ្នឹងហើយបន្តទៀតបងប្អូនកលេចមើលខាងឆ្វេងដៃមានសញ្ញាបាទតុងអាចគេហៅតុងជាតិឬក៏តុងជ័យបាទកន្លែងនេះណាបាទសញ្ញាយើងលើកតុងណាអូខេដែលមានពីអង់គ្លេសថា page setup បាទអូខេនេះបងប្អូនគឺជាឈ្មោះ page របស់ខ្ញុំមិញបាទនេះ name អញ្ចឹងខ្ញុំបដូរវាចេញលែងចង់ដាក់ឈ្មោះហ្នឹងហើយអូខេខ្ញុំចុចលើវាអញ្ចឹងមកបាទហើយនេះអញ្ចឹងឈ្មោះចាស់នៃ page ដែលខ្ញុំចង់បដូរហ្នឹងគឺឈ្មោះ top share news បាទចាំមើលខ្ញុំបដូរទៅជាឈ្មោះថ្មីបាទ edit បាទហើយវាឲ្យយើងបដូរកន្លែងនេះហើយខ្ញុំទៅ copy ឈ្មោះដែលខ្ញុំបានរៀបចំរួចហើយបាទនេះគឺជាឈ្មោះ page ដែលខ្ញុំចង់ដាក់បាទ Amazing Creative Idea 2ហ្នឹងហើយបងប្អូនដោយសារតែឈ្មោះហ្នឹងខ្ញុំមាន YouTube ដែរអញ្ចឹងខ្ញុំដាក់ឈ្មោះឲ្យដូចទៅនឹង YouTube ដូចគ្នាបែបបិទតែម្ដងអញ្ចឹងហើយទើបខ្ញុំចូលទៅ copy ឈ្មោះពី YouTube ហ្មងទៅបាទកុំឲ្យតែស្អីទៅខុសអីចឹងណាខុសមួយអក្សរអីចឹងទៅវានាំពិបាកយើងរងចាំយូរដោយសារការបដូរឈ្មោះ page គឺបាទ2ខែឬក៏60ថ្ងៃក្រោយទើបយើងអាចបដូរបានហ្នឹងហើយអញ្ចឹងយើងចូល copy ចឹងមកតែបើបងប្អូនអត់ទាន់បានអត់មានកន្លែងណាត្រូវ copy ទេបងប្អូនគឺយើងទៅសេធម្មតាមកបាទយើងចង់ដាក់ឈ្មោះអីយើងទៅសេនឹងមកអញ្ចឹងណាបងប្អូនបាទខ្ញុំ copy ហើយទៅបើកក្នុងអាហ្នឹងវិញមកហើយយកមកផាសកន្លែងនេះអូខេបាទហ្នឹងគឺជាឈ្មោះ page ហើយបងប្អូនទៅចាំណាការបដូរឈ្មោះ page ធ្វើឡើងក្នុងរយៈពេល60ថ្ងៃម្ដងបាទ2ខែម្ដងមិនអាចបដូររាល់ថ្ងៃបានទេអញ្ចឹងខ្ញុំ review change បាទអញ្ចឹងវាឲ្យយើងវាយលេខកូដដែរប៉ុន្តែលេខកូដចាំខ្ញុំសាកមើលសិនលេខកូដដែលវាសឹកចេះឲ្យនេះវាបានអត់អូខេ request change ចឹងបងប្អូននៅពេលដែលយើងវាយបញ្ចូលឈ្មោះ page ថ្មីដែលយើងចង់បដូររួចហើយបាទនេះគឺជា top share news នោះឈ្មោះ current page name ឈ្មោះបច្ចុប្បន្នហើយ new page name បាទឈ្មោះ page ថ្មីបាទនេះគឺយើងបានបដូរទៅជាអញ្ចឹងយើង review change ហ្នឹងណានៅពេលដែលយើងចុច review change ហើយគឺខាង Facebook គេឲ្យយើងបញ្ចូលលេខកូដហើយបាទហើយបញ្ចូលលេខកូដនេះគឺមិនមែនលេខកូដរបស់ page នឹងអីទេគឺជាលេខកូដរបស់ admin បាទ admin កាន់ page ហ្នឹងមានន័យថាpage មួយហ្នឹងស្ថិតនៅក្នុង account មួយណារបស់យើង account Facebook មួយណារបស់យើងបាទអាហ្នឹងឯងគេហៅថា admin អញ្ចឹងគឺយើងបញ្ចូល password លេខកូដរបស់ admin អញ្ចឹងណាបាទបងប្អូនហើយកន្លែងនេះដោយសារតែខ្ញុំធ្លាប់ save ជាប់នៅក្នុង Google វា load ឲ្យស្វ័យប្រវត្តិកន្លែងហ្នឹងអញ្ចឹងបាទបងប្អូនมันបាន load ជាប់ទេបងប្អូនវាយលេខកូដរបស់ admin ហ្នឹងចូលធម្មតាមកវានឹង successful ឬក៏ជោគជ័យហើយបាទឥឡូវយើងមើលបន្តទៀតយូរចេះប្រហែលជាបានបងប្អូនបាទវាអត់តន់ដូរជាមួយខ្ញុំ refresh សាកមើលបាទ
អូខេនេះបាទដូរបានហើយបងប្អូនបាទអញ្ចឹងហើយជាមួយយើងត្រឡប់ទៅ home feed របស់ Facebook វិញបាទខ្ញុំចុចចេះមក Facebook របស់ខ្ញុំបាទ slow បាទនេះបាទគឺបដូរហើយនេះ Amazing Creative Idea Tour បាទគឺ page របស់ខ្ញុំត្រូវបានបដូរឈ្មោះបានសម្រេចហើយហ្នឹងហើយអរគុណបងប្អូនទាំងអស់គ្នាបើសិនជាគិតថាមានប្រយោជន៍សូមបងប្អូនកុំភ្លេចជួយចុច like ជួយចុច subscribe បាទក៏ដូចជា comment បាទចង់សួរពីអ្វីតាក់ទងនឹងFacebook ឬក៏ YouTube បងប្អូនអាចសួរបាននៅក្នុង comment ខ្ញុំនឹងធ្វើវីដេអូឆ្លើយតបជូនបងប្អូនទាំងអស់គ្នាជូនពរបងប្អូនទាំងអស់គ្នាសំណាងល្អបាទសុខសុវត្ថិភាពគ្រប់ពេលវេលាគ្រប់ទីកន្លែងទាំងអស់ជម្រាបលា